អាពេកគ្នាដូចជាមិនសូវស្រួលខ្លួនសោះឯងជួយដាក់ច្បាប់ការងារគ្នាផងបានទេហាឯងកាត់អីឯងកម្រឈប់ណាស់នេះឯងឆ្លោះគ្នាជាមួយសង្សារទៀតហើយមែនទេគ្នាមិនចង់និយាយរឿងនេះទេឯងនឹកឡើងគ្នាតូចចិត្តខ្លាំងណាស់ឯងអើយមានរឿងអីទៅសម្លាញ់ឯងអាចប្រាប់គ្នាបានណាកុំលាក់ទុកក្នុងចិត្តតែម្នាក់ឯងអីសង្សារគ្នាគាត់ជាមនុស្សអាក្រក់ណាស់បដោះសង្សារដោយបដោះក្អានអញ្ចឹងមិនស្មោះត្រង់នឹងគ្នាទេណាឯងហើយពេលនេះគាត់បានសុំចែកផ្លូវជាមួយគ្នាទៀតផងណាឯងគ្នាប្រាប់ហើយថាសង្សារឯងគាត់មិនល្អទេតែឯងមិនដល់ជឿគ្នាសោះឈប់ចំអកគ្នាទៅម្យ៉ាងគ្នាមិនស្រួលខ្លួនមែនមិនមែនដោយសារតែប្រុសគំរូម្នាក់នោះទេឯងនេះចំមែនហើយគ្នាថាហើយកុំយកសង្សារក្មេងនឹងស្ទាវមិនជឿគ្នាទេចុះឯងនោះសម្លាញ់ក្រែងឯងក៏មានសង្សារក្មេងស្ទាវដែរតែយើងមិនខុសគ្នាទេមែនតែគ្នាគិតថាថ្ងៃនេះនឹងបែកគ្នាហើយព្រោះគ្នាឡើងចង់បានសង្សារក្មេងអ្នកក្រទៀតហើយអើយកុំចឹងអីឯងលោកកក្កដាគាត់ល្អណាស់ហើយក៏មានទឹកចិត្តជួយគេឯងទៀតណាសម្លាញ់ល្អមែនទេល្អតើបានអីស៊ីទៅគាត់អត់មានការងារធ្វើទេម្យ៉ាងទៀតគ្នាមិនចំក្រទេបានចឹងប្រាប់បែបណាដែលឯងចង់បានជាគូអនាគតនោះសម្លាញ់គឺប្តីចាស់ទៅមានលុយចាយពេញដៃណាឯងមិនខ្វះមុខមិនខ្វះក្រោយទេជឿគ្នាទៅពាក្យចាស់ពលថាប្រុសចាស់មិនសមនឹងក្មេងទេព្រោះនោះជាវ័យស្មើឪពុកយើងទៅហើយនេះជាបរិះក្នុងសម្បត្តិគ្នាប្រុសចាស់ចេះយល់ចិត្តថ្នមបបោះអង្អែលនឹងឲ្យលុយចាយពេញដៃតែម្ដងហើយក៏ចេះស្មោះទៀតណាឯងមិនឆ្វេងឆ្វាយផ្ដេសផ្ដាស់ទេក៏តាមចិត្តឯងចុះឯងគ្នាមានតែជូនពរឯងឲ្យមានសំណាងល្អផងចុះចាស់ឯងអូមើលចុះមិត្តប្រុសគ្នាមកហើយចាំមើលណាឯងល្អមើលមិនខានទេណាសម្លាញ់អូនពេញបងមកដល់ហើយអូនចាំបងយូរហើយមែនទេអូភីមានក៏នៅទីនេះដែរហ៎ខ្ញុំចាំយូរណាស់បងឯងក៏យូរម្លេះហាសើកអញ្ចឹងហើយបានជាក្រងើបមុខមិនរួចហ្នឹងបងសុំទោសផងដោយសារតែស្ទះផ្លូវពេកទើបបងមកយឺនណាមួយម៉ូតូបងក៏ខូចទៀតនេះគ្រាន់តែជាលេសរបស់បរិះបរាជ័យទេខ្ញុំមានអារម្មណ៍ថាធុញនឹងបងឯងខ្លាំងណាស់បាច់គ្នាទៅមុនហើយណាឯងនិយាយគ្នាតាមស្រួលចុះឲ្យបងសុំទោសណាបងគ្មានចេតនាឲ្យអូនចាំយូរបែបនេះទេបងសុំទោសពិតមែនកុំនិយាយច្រើនខ្ញុំគ្មានពេលស្ដាប់ការបកស្រាយរបស់លោកឯងទេពួកយើងបែកគ្នាទៅអូនថាម៉េចកុំនិយាយលេងបានទេបងភើតពោះអស់ហើយណាអូនការងារប្រាក់ខែមិនច្រើនដូចគេខ្ជិលក៏ខ្ជិលខ្នងវែងចំតែងស៊ីអ្នកណាទៅពឹងកើតបែកគ្នាទៅខ្ញុំមិនចង់បងខ្លួនឲ្យយូរជាងនេះទេព្រោះវាខាតអត់ប្រយោជន៍តែអូនរាល់ថ្ងៃនេះបងប្រឹងហើយតាអូនកុំបែកគ្នាអីបានទេបងត្រៀមចិត្តមិនតាន់ទេបែកគឺបែកហើយហាមតវ៉ាហាមលួងលោមហាមសំត្រូវគ្នាវិញនិយាយឲ្យខ្លីទៅគឺហាមគ្រប់យ៉ាងលោកទៅណាក៏ទៅចុះខ្ញុំមិនចង់បានសង្សារក្មេងក្ររហាមដូចជាលោកឯងទៀតទេតែបងស្រឡាញ់អូនណាបងចង់សាងអនាគតជាមួយអូនទោះអូនកាច់ឆ្នះឬក៏គ្មានហេតុផលក៏បងទ្រាំបានដែរអូនគិតជាថ្មីឡើងវិញទៅណាអូនណាបងមិនខឹងនឹងអូនទេចេញទៅខ្ញុំអស់ចិត្តពីលោកហើយប្រុសគ្មានលុយគឺខ្ញុំមិនត្រូវការទេបែកគឺបែកក៏បានដែរអូនថែខ្លួនផងណាឲ្យតែអូនសប្បាយចិត្តបងយល់ព្រមតាមសំណើអូនគ្រប់យ៉ាងអើយគួរឲ្យធុញណាស់ហើយដូចជាដកបន្លាចេញពីទ្រូងអញ្ចឹងទៅងាប់ឯណាក៏ទៅ
គ្រាន់តែចង់បានប្តីចាស់សោះអីក៏ពិបាកខ្លាំងម្ល៉េះណោះអូយធុញណាស់លោកអើយលោកតើពេលណាទើបខ្ញុំបានដេកលើគំនោមាសគំនោប្រាក់ដូចគេទៅ What ពេលនេះលុយក៏អស់ចាយថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងក៏ដល់ទៀតនៅមានលុយរាប់លុយឈរអីទៀតអើយមកផ្ទួនគ្នាបែបនេះហើយ ស្រីពេជ្រកំពុងតែអង្គុយរអ៊ូស្រាប់តែមានគេខលមកភ្លាមតែម្ដង អ្នកណាគេខំមកអញ្ចេះអូយលេខផ្លាច់ដល់ហើយអាឡូជំរាបសួរចា បាទគឺខ្ញុំមង្គលជាអ្នកនិយាយបានឮតគ្នាថាអ្នកនាងចង់បានប្តីចាស់មែនទេខ្ញុំសុំដេតជាមួយអ្នកនាងផងបានទេ អត់ទោះតើលោកអាយុប្រហែលហើយ ខ្ញុំអាយុ60ឆ្នាំហើយតើអ្នកនាងអាចទទួលយកខ្ញុំបានដែរទេ តើតែជួបគ្នាស្គាល់គ្នាសិនទៅអាចនិយាយគ្នាបានអញ្ចឹងស្អែកជួបគ្នានៅហាងកាហ្វេចុះ បាទអូនអូច្រឡំបាទអ្នកនាង នេះប៉ាវាពិតជាចង់លេងលះខ្ញុំព្រោះតែស្រីម្នាក់នោះមែនទេ មែនហើយម៉ាក់វាត្រៀមខ្លួនទៅព្រោះម៉ាក់វាឯងក៏រស់មិនបានយូរទៀតដែរ តែខ្ញុំមិនទាន់ស្រាប់ឯណានេះប៉ាវាឯងមិនអាណិតខ្ញុំទេហ៎ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាកំសត់កំរជាមួយគ្នាតាំងពីដើមមក មុននឹងក្រោយគង់តែស្លាប់ទេហួងហែងខ្ញុំដល់ណាទៀតទៅឲ្យខ្ញុំរស់បានសុខដូចប្រុសគេដទៃទៀតផងទៅ បានខ្ញុំព្រមកុំដាក់បដាសាខ្ញុំអីតែត្រូវឲ្យខ្ញុំនៅទីនេះផងព្រោះខ្ញុំគ្មានកន្លែងត្រូវទៅទេណា ចុះលុយកាក់មាសប្រាក់នោះមិនយកទៅទិញផ្ទះថ្មីទៅនៅទីនេះទើសភ្នែកណាស់ ប៉ាវាខ្ញុំចិត្តស្លាប់ហើយតើខ្ញុំទៅទិញផ្ទះទិញដីធ្វើអីទៀតប៉ាវាឯងទុកលុយនោះសម្រាប់ចាយវាបន្តទៅមិនល្អទេហ៎ អាយ៉ាល្អមួយយ៉ាងដែរតើបានមិនទិញផ្ទះក៏ហីទៅចុះបន្តទៅទៀតម៉ាក់វាឯងគិតធ្វើបែបណា ហើយជំងឺខ្ញុំមិនរស់បានយូរទេសូមប៉ាវាឯងកុំចុះហត្ថលេខាលើលិខិតលែងលះគ្នាអីបានទេខ្ញុំមិនចង់មានឈ្មោះថាជាស្រីមេម៉ាយមុនស្លាប់ទេ ចិត្តស្លាប់ទៅហើយនៅស្រឡាញ់កិត្តិយសទៀត តើប៉ាវាធ្វើដើម្បីខ្ញុំបានទេអើយ បានហើយម៉ាក់វាឯងក្អកខ្លាំងណាស់ខ្ញុំព្រមក៏បានដែរកុំព្រួយបារម្ភអី អរគុណហើយប៉ាវាឥឡូវប៉ាវាទៅជួបនាងតាមសប្បាយចុះខ្ញុំសម្រាកហើយ សម្រាប់ចុះណាខ្ញុំមិនបានជួយគ្រាទេខ្ញុំប្រញាប់ណាស់ ចាត់ជាប្រពន្ធស្រីណាមិនឈឺទៅប្តីចេញទៅជួបស្រីក្មេងនៅនឹងមុខហើយប្តីខ្ញុំអើយចូលមកឈូស្អែកខាន់ស្អែកទៅហើយនៅវក់វីនឹងភ្លើងតណ្ហាទៀតលោកជាបរិះអាយុ60ឆ្នាំនោះមែនទេ បាទគឺខ្ញុំនេះហើយអ្នកនាងស្អាតណាស់ខ្ញុំពេញចិត្ត នេះលោកពិតជានៅកំឡោះដូចដែលបានឆាតប្រាប់ខ្ញុំមែនទេលោកមានអាយុច្រើនហើយខ្ញុំជឿបានដែរទេ តាមពិតខ្ញុំមិនមែនកំឡោះទេអ្នកនាងខ្ញុំក៏មានប្រពន្ធហើយដែរតែគេចិត្តស្លាប់ទៅហើយ មានន័យថាលោកយកខ្ញុំព្រោះប្រពន្ធលោកចិត្តស្លាប់មែនទេតែខ្ញុំអាចផ្ញើវាសនាលើទ្រូងរបស់លោកម្ចាស់បានទេ មែនហើយខ្ញុំមានលុយចាយមិនអស់ទេដូច្នេះខ្ញុំចង់សប្បាយមុននឹងស្លាប់ទៅហើយបើសំណាងបានអ្នកនាងខ្ញុំនឹងបកគលគ្រប់យ៉ាងទាំងអស់ឲ្យទៅអ្នកនាង ចាស់ចិត្តងប់ទៅហើយនៅចង់ស៊ីស្រីក្មេងទៀតបានចាំមើលចុះខ្ញុំនឹងបោកជុកទ្រព្យសម្បត្តិទាំងអស់មិនខាន យ៉ាងម៉េចទៅហើយអ្នកនាងគិតយ៉ាងណាដែរខ្ញុំពិតជាចង់ដឹងចម្លើយខ្លាំងណាស់ ចាបានយល់ព្រមណាលោកម្ចាស់ពួកយើងទៅរស់នៅជាមួយគ្នាឥឡូវនេះតែម្ដងទៅ បាទប្រកបណាស់បងសប្បាយចិត្តណាស់ដែលអូនស្រឡាញ់បង មើលទៅផ្ទះលោកប្រុសស្អាតធំទូលាយដល់ហើយម្ដងនេះគ្រប់ទឹកហើយខ្ញុំ កុំក្រែងចិត្តអីណាតាមសប្បាយចុះព្រោះទីនេះជាផ្ទះរបស់អូនហើយពេញចិត្តដែរទេ នេះលោកប្រុសនៅតែម្នាក់ឯងទេមែនទេមើលទៅដូចជាស្ងាត់ណាស់ នៅពីរនាក់ក៏ដូចជាម្នាក់អញ្ចឹងដែរអូន បានន័យថាម៉េចកុំប្រាប់ណាថាប្រពន្ធរ៉ាំរ៉ៃរបស់លោកនៅទីនេះដែរ គឺមែនហើយតែកុំបារម្ភអីគេកាន់សិលហើយចិត្តស្លាប់ទៅហើយមិនថាអីទេ កាន់សិលមែនទេមាសប្រាក់ច្រើនបែបនេះមិនក៏លះបង់ទៅកើតខ្ញុំដូចជាមិនចង់ជឿសោះ គឺគេមានជំងឺចិត្តស្លាប់នោះអី
មនុស្សចិត្តស្លាប់យកអីទៅតាមខ្លួនអត់បានទេ អូចាអូនភ្លេចឲ្យឈឹងរួចចុះពេលនេះគាត់តាណាហើយអូនចង់ទៅមើលគាត់ហើយសួរសុខទុក្ខគាត់ណាបងសម្លាញ់លោកម្ចាស់ គឺនៅក្នុងបន្ទប់ខាងលើឆ្វេងដៃ ស្រីពេជ្របានចូលទៅជួបអ្នកស្រីម៉ាលីនិងពោលពាក្យបញ្ឈឺឌឺដងថា គឺយាយមែនទេដែលចិត្តងាប់នោះព្រះហើយអញ្ចឹងតើបានជាប្តីមិនមកមើលចុះមុខមាត់គួរឲ្យខ្លាចណាស់ដូចជាយាយធ្មប់ចាំមិនដឹងទេនាងជាប្រពន្ធក្មេងប្តីខ្ញុំមែនទេនាងស្អាតណាស់ទោះតែម្យ៉ាងប៉ុណ្ណោះតើជាអ្វីទៅយាយមុខចាស់គឺចរិតនាងអន់ណាស់ថ្ងៃណាមួយនាងនឹងជួបរឿងស្ដាយក្រោយមិនខានទេខ្ញុំខំមកសួរសុខទុក្ខមិនក៏ជេរខ្ញុំទៅវិញយាយចាស់ចេញទៅខ្ញុំមិនចង់ជួបមុខនាងទេខ្ញុំចង់នៅស្ងប់ស្ងាត់ម្នាក់ឯងខ្ញុំក៏មិនចង់នៅដែរព្រោះខ្លាចឆ្លងជំងឺអាក្រក់នោះអី យ៉ាងម៉េចទៅហើយជីវិតរស់នៅទីនេះសនុកកាយសប្បាយចិត្តដែរទេប្រពន្ធក្មេងបង សុខជាទីបំផុតហើយលោកម្ចាស់តែអូនទៅទាល់នឹងប្រពន្ធចាស់បងមែនតែន ទ្រាំតិចសិនទៅណាអូនមិនយូរទេអូននឹងលេងបានឃើញមុខគេទៀតហើយ មិនដឹងពេលណាទេអូនរងចាំថ្ងៃនេះស្ទើរតែស្គមខ្លួនទៅហើយមិនដឹងទេលោកម្ចាស់ត្រូវទៅលួងអូនភ្លាម បានឡានមួយគ្រឿងផ្ទះលំហែមួយខ្នងលុយ$10,000ពេញចិត្តទេ ក៏បានព្រមតែបងត្រូវផ្ដល់ឲ្យអូនថែមទៀតឬទេ បានគ្មានបញ្ហាទេសម្រាប់អូនមួយនោះ ពីមួយថ្ងៃទៅមួយថ្ងៃស្រីពេជ្របានចាយវាយមាសប្រាក់មិនចេះទុកដាក់ឡើយនិងមិនដែលខ្វល់ចិត្តពីអ្នកណានោះទេលុះថ្ងៃមួយនាងបានគិតថា ខ្ញុំធុញប្រុសចាស់នេះដល់ហើយគ្មានរសនិយមដូចក្មេងៗសោះមិនដឹងថាពេលណាទើបងាប់ឲ្យផុតទៅទេយាយកញ្ចាស់នោះក៏ដូចគ្នាអស់រយៈពេលយូរទៅហើយមិនឃើញកាត់អីសោះ ដោយអន្ទះសារក្នុងការចង់បានទ្រព្យសម្បត្តិទាំងអស់ពេកនាងស្រីពេជ្រក៏កើតមានគំនិតអាក្រក់មួយផុសឡើង ឈប់សិនមិនក៏ខ្ញុំមិនសម្រេចវាឲ្យឆាប់ទៅចង់ដឹងណាបើពួកវាបានផឹកថ្នាំពុលនេះតើវារស់បានទៀតទេ ស្រីពេជ្របានសម្រេចចិត្តធ្វើរឿងមួយដើម្បីបញ្ជូនលោកមង្គលឲ្យទៅឋានផ្សេងព្រោះនាងចង់បានទ្រព្យសម្បត្តិនោះទាំងអស់តែម្នាក់ឯង ខ្ញុំចង់សោយសុខទាំងអស់នេះដូច្នេះសម្រាប់តាកញ្ចាស់នេះមុនរួចនឹងសារ៉េយាយកញ្ចាស់នោះតាមក្រោយឯងចង់ធ្វើស្អីនឹងគឺខ្ញុំឯងចង់ដាក់ថ្នាំបំពុលប្តីខ្ញុំមែនទេអត់ទេខ្ញុំចេះតែនិយាយផ្ដេសផ្ដាស់ឬមួយក៏ជាចាស់ឈឺឡើងវែងអស់ហើយឯងមិនបានធ្វើល្អហើយហាមណាកុំគិតផ្ដេសផ្ដាស់ឲ្យសោះវាមានបាបដឹងទេក៏មិនចេះទៅស្រាប់ឯណាក៏ទៅចុះមែនហើយឬក៏ធ្វើជាប្រណិប័តធរតែក្រោយខ្នងពន់លាក់ប្រុសក្មេងមែនទេឯងកុំនិយាយផ្ដេសផ្ដាស់និយាយត្រូវមែនទេសេរីនេះខ្ញុំជួបអស់ហើយមិនព្រមលែងលះព្រោះចង់បានលុយប្តីទៅចិញ្ចឹមប្រុសក្មេងប្រកបណា តើមានរឿងអីក្រែងថាមិនបករឿងអីមិនក៏ចេញមករករឿងអូនពេជ្រទៅវិញ លោកម្ចាស់ប្រពន្ធចាស់បងថានឹងយកទ្រព្យសម្បត្តិបងទាំងប៉ុន្មានទៅឲ្យប្រុសក្មេងលោកម្ចាស់កំទុកវាទៀតអី បានហើយឆាប់ចេញទៅឬមួយក៏ប្រឹងនិយាយដល់ងាប់មុនថ្ងៃកំណត់ ខ្ញុំចិត្តស្លាប់ហើយឬក៏លោកទេដែលជាអ្នកចិត្តស្លាប់នោះប្រយ័ត្នខ្លួនឲ្យបានច្រើនផង ឯងនិយាយស្អីហ៎ លោកម្ចាស់កាត់អីលោកម្ចាស់ អូយចុកណាហេតុអីក៏ចុកយ៉ាងនេះ ខ្ញុំប្រាប់លោកទៅចុះអ្នកដែលមានជំងឺរ៉ាំរ៉ៃចិត្តស្លាប់នោះគឺជាលោកមិនមែនខ្ញុំឡើយ ថាម៉េចមិនពិតទេ នេះជាការពិតលិខិតក៏បញ្ជាក់ដែរតែថ្ងៃនោះលោកគ្រូពេទ្យច្រឡំតែប៉ុណ្ណោះបើអញ្ចឹងគឺមានន័យថាគម្រោងការខ្ញុំមិនបាច់ហត់ទេទេវតាជួយខ្ញុំច្បាស់ណាស់ តើនាងនិយាយស្អីហ្នឹង មួយច្បាស់ខ្ញុំមិនដែលស្រឡាញ់លោកទេខ្ញុំស្រឡាញ់តែទ្រព្យសម្បត្តិលោកតែប៉ុណ្ណោះពេលនេះលោកចិត្តងាប់ហើយអ្នកណាគេស្មោះត្រង់ទៅ នាងអាក្រក់ណាស់អូយចុកណាស់អូយ
លោកមង្គលតែងតែគិតថាប្រពន្ធទេដែលចិត្តស្លាប់តែចុងក្រោយនោះគឺគាត់ទៅវិញទេដែលជាអ្នករងគ្រោះដោយសារជំងឺផងខឹងចិត្តផងគាត់ក៏បានស្លាប់នៅក្នុងគ្រានោះទៅ ទៅឲ្យបានសុខចុះទុកឲ្យខ្ញុំជាអ្នកមើលថែទ្រព្យសម្បត្តិឲ្យណាលោកម្ចាស់ណាប៉ាវីទៅឲ្យបានសុខចុះចាំខ្ញុំធ្វើបុណ្យឲ្យប៉ាវីធ្វើបុណ្យស្អីដុតចោលទៅក៏រួចហើយចំណែកឯងក៏ដល់ពេលហើយកុំនៅទីនេះទៀតអីនាងទេដែលជាអ្នកដើរចេញនោះស្រីចង្រៃថោកទាបអ្នកឈ្គត់ឲ្យមែនទេមិនក៏និយាយបែបនេះយើងជាប្រពន្ធគាត់ដូច្នេះយើងមានសិទ្ធិជាអ្នកស្នងទ្រព្យសម្បត្តិទាំងអស់ណា នាងយល់ខុសហើយប្តីយើងមិនបានប្រាប់នាងទេមែនទេថាយើងមិនទាន់បានលែងលះគ្នាឯណាមិនប៉ិតទេអ្នកនិយាយស្អីហ្នឹងមានន័យថាគាត់គិតថាអ្នកចិត្តស្លាប់តែមិនទាន់លែងលះមែនទេឯងឆ្លាតណាស់ឆ្លាតមែននេះជាការពិតដូច្នេះប្រពន្ធស្របច្បាប់គឺជាអ្នកដែលមានសិទ្ធិជាងគេលើទ្រព្យសម្បត្តិទាំងនោះនាងចេញទៅបើមិនចង់ជាប់គុកទេអ្នកមានល្បិចច្រើនណាស់សូមដឹងផងថាបរិះនេះជំពាក់បនលបែង$30,000នាងជួយសងផងទៅគ្មានពាក់ព័ន្ធនឹងខ្ញុំទេមិនក៏ឲ្យខ្ញុំសងនោះយាយកញ្ចាស់ព្រោះគាត់បានយកនាងធ្វើជាប្រពន្ធដូច្នេះគាត់បានដាក់ឈ្មោះនាងជាអ្នកធានាសងអើយមិនពិតទេអាក្រក់ណាស់គិតថាខ្លួនមានទ្រព្យសម្បត្តិដើរលេងចាយហឺហាគិតថាខ្លួនឯងមិនឈឺតែបែរជាមកស្លាប់ទាំងទុកបំណុលឲ្យយើងសងទៀតអើយខឹងណាស់ព្រោះគាត់គិតថាមានសុខភាពនិងមានទ្រព្យសម្បត្តិក្នុងដៃទើបមិនគិតតែធៀបពិតនោះគឺខុសទាំងស្រុងនាងជួយបងឲ្យគាត់ផងណាអ្នកល្បិចច្រើនណាស់គួរឲ្យស្អប់អើយធ្វើជារុញទុកបណ្ដោយទឹកតែបែរជាធ្វើបាបពួកយើងទៅវិញពួកអ្នកទៅវិញទេម្នាក់លុបលន់ម្នាក់ល្មមកាមសំហើយដែលជួបបែបនេះងាប់ទៅជាកញ្ចាស់ឈប់សិនស្រីពេកឯងធ្វើអីហ្នឹងមិនក៏ឯងមកដល់ទីនេះ ស្រីពេញនាងមិនត្រូវសម្លាប់មនុស្សទេវាមានទោសបានណា អាអ្នកក្រឯងកុំចេះឈប់សិននេះពួកឯងមកជាមួយគ្នាកុំប្រាប់ណាថាជា ចាប់ពីថ្ងៃនាងបោះបង់ខ្ញុំចោលខ្ញុំក៏សុំស្រឡាញ់អូនភីមានហើយពេលនេះពួកយើងគឺជាម្ចាស់ហាងពេជ្រដែលនៅនាងកំពុងតពាក់នេះហើយ មិនពិតនេះពួកឯងក្រយ៉ាងនេះមិនក៏អាចមានបានទៅ នាងឈប់មើលងាយខ្ញុំទៀតទៅមនុស្សយើងឲ្យតែចេះតស៊ូក្រមិនយូរទេមិនដូចជានាងទេស្អប់ភាពក្រតែមិនប្រឹងរកចូលចិត្តទៅលេងផ្លូវកាន់ពេលនេះលទ្ធផលចេញហើយ អាពេជ្រឯងចង់បានប្តីចាស់រហូតចង់សម្លាប់ម៉ាក់ធွာរបស់គ្នាមែនទេថាម៉េចនេះឯងហៅគាត់ថាម៉េចហ៎ម៉ាក់ធွာតែពុកកាត់អីពុកឆាប់ក្រោកឡើងមកពុកក្រោកឡើងមកពុកក្រោកឡើងប៉ាធွာកូនទៅបានសុខហើយពុកពុទ្ធធអើយក្រែងប៉ែតថានៅមួយខែទៀតមែនទេមិនអាចទេកាត់ចិត្តទៅអូនពេលនេះប៉ាធွာគាត់ទៅបានសុខហើយប៉ាធွာប៉ាថនស្អីនេះមានរឿងអីខ្ញុំវិញអស់ហើយនេះជាកូនស្រីធွာរបស់ខ្ញុំនាងជាអ្នកស្នងមរតកទាំងអស់ចំណែកនាងគ្រាន់តែជាមនុស្សប្រុសចាស់លេងសាច់តែប៉ុណ្ណោះអើយគួរឲ្យខឹងណាស់មិនក៏ជីវិតខ្ញុំខ្លាចជាបែបនេះមិនអាចទេខ្ញុំមិនអាចទទួលយកបានទេអត់ទេមិនគួរណានាងហ៊ានធ្វើបែបនេះសោះខាន់មានទំនាក់ទំនងជាមួយគ្នាតែមួយរយៈប៉ុណ្ណោះនាងបែរជាធ្វើរឿងអាក្រក់ដាក់គ្រប់គ្នាបែបនេះចង់មានផ្លូវកាន់មិនប្រយ័ត្នជួបនឹងរឿងទទួលយកមិនបានទីបំផុតស្រីពេជ្រក៏មានជំងឺសតិអារម្មណ៍ចាប់ពីពេលនោះទៅ